ថ្ងៃប្រឡងមកដប់កាន់តែខិតចិត្តម្ដងហើយតើមានបងប្អូនប្រហែលអ្នកដែលមិនទាន់ចេះកាត់មុំក្នុងតម្លៃស៊ីននិងកុសអញ្ចឹងថ្ងៃដែរគ្រូនាំយកការកាត់ជុំទៅលើតម្លៃកុសនិងស៊ីនដែលមានមុំធំបែបនេះអញ្ចឹងដើម្បីកាត់ជុំបានតើតែយើងអាចសរសេរជា2ផៃ2ផៃគុណនឹងចំនួនណាមួយទៅអញ្ចឹងរាល់2ផៃគុណជាមួយនឹង20ចុះមានថាវា20ជុំនេះព្រោះ2ផៃមួយជុំអញ្ចឹង20ជុំគឺយើងអាចកាត់ជុំចោលអាហ្នឹងអញ្ចឹងនៅពេលយើងកាត់យើងត្រូវយកអីគេវាតម្លៃនេះតម្លៃនៅក្នុងកុសគឺ2026ផៃចែកនឹង3មកចឹងយកវាមកចែកលេខសិនអញ្ចឹង2026យកចែកជាមួយនឹង3ទៅហើយកាត់ពីខ្ទង់ដាក់បានយើងដាក់បាន6អញ្ចឹង6ដាក់បាន18អញ្ចឹងដកមកសល់2ទម្លាក់2ចុះដាក់បាន7 21អញ្ចឹងដកសល់1ទម្លាក់6ចុះដាក់បាន5អញ្ចឹង5វា15ដងសល់1អញ្ចឹងសល់1អញ្ចឹងឡើយយើងអាចសរសេរដូចជាអី675បូកឲ្យ1នៅលើ3នេះអញ្ចឹងឡើយយើងអាចសរសេរដូចជាកុស675ផៃបូកឲ្យផៃនៅលើ3នេះបូកផៃលើ3អញ្ចឹងគ្រូសុំលុបនេះចោលសិនឥឡូវដើម្បីកាត់ជុំបានយើងត្រូវសរេមិនឲ្យនេះចេញជាលេខគួរក្នុងករណីដែលលេខផ្សេងអញ្ចឹងយើងត្រូវថយវាមួយសិនយើងអាចសរសេរដូចជាអីដូចជាកុស674ផៃមកហើយសល់ផៃខាងក្រោយនេះសល់បូកផៃទៀតណាបូកផៃអញ្ចឹងបូកផៃហ្នឹងយើងអាចស៊ីសងឲ្យនេះហើយមកអញ្ចឹងបូកផៃនេះបូកផៃបូកជាមួយនឹងផៃលើ3អញ្ចឹងតម្រូវភាពបាញ់រួមទៅវាបាន3ផៃបូកផៃនៅលើ3អញ្ចឹងសរុបទៅបាន4ផៃលើ3ឡើយនេះអញ្ចឹងបូកឲ្យ4ផៃនៅលើ3 4ផៃនៅលើ3អញ្ចឹងយើងមើលលេខនេះគូលេខនេះគូប្រកបជាចែកដាច់2ហើយអញ្ចឹងចែកដាច់2មានថាក្នុងនេះយើងអាចបង្កើតបានជា2ផៃគុណនឹងចំនួនណាមួយទៅអញ្ចឹងយើងអាចកាត់ជុំចោលបានអញ្ចឹងកន្លែងកុសយើងនៅសល់តែ4ផៃលើ3ទេអញ្ចឹងកន្លែងយើងបានស្មើជាមួយនឹងកុស4ផៃនៅលើ3អាហ្នឹងគឺជាចម្លើយរបស់យើង4ផៃលើ3ឥឡូវយើងមកមើលស៊ីននេះវិញស៊ីន168ផៃនៅលើ4អញ្ចឹងយើងយក168ចែកជាមួយនឹងចែកជាមួយនឹង4មក168ចែកនឹង4យើងកាត់ពីខ្ទង់ដាក់បាន4 4 16ដកមកសល់0លើ8ចុះដាក់បាន2អញ្ចឹងចែកដាច់ដកមក0សំណល់សល់0ចែកដាច់បាន42អញ្ចឹងកន្លែងនេះយើងអាចសរសេរដូចជាស៊ីន42ផៃ42ផៃបើយើងកាត់ជុំយើងកាត់អស់ហ្មងដោយសារ42ផៃជាលេខគូអញ្ចឹងយើងអាចចែកនឹង2ដាច់អញ្ចឹងកាត់ជុំចោលបានអញ្ចឹងនៅសល់តែស៊ីនអញ្ចឹងកាត់អស់សល់ស៊ីន0ចម្លើយយើងសល់ស៊ីន0សល់ស៊ីន0ឥឡូវយើងមើលលំហាត់លេខ3វិញលេខ3របស់យើងគឺដកអញ្ចឹងមុំដកក៏ដោយក៏យើងអាចកាត់ជុំបានដែរយើងយក75ចែក6មកអញ្ចឹង75ចែក6ហើយកាត់មកខ្ទង់ដាក់បាន1បាន6ដកមកសល់1ធ្លាក់5ចុះអញ្ចឹងដាក់បាន3បួកដាក់បាន2អញ្ចឹងវាបាន10 12ដកមកសល់3អញ្ចឹងសំណល់សល់3មានថាយើងបាន12ផៃនេះយើងបានស៊ីនអញ្ចឹងកន្លែងដកអញ្ចឹងដាក់ដកមកដក12ផៃដកឲ្យ3ផៃនៅលើ6អញ្ចឹងកន្លែងនេះ12ផៃជាលេខគូអញ្ចឹងកាត់ជុំចោលបានហើយដល់ពេល3ជាមួយ6សម្រួលបានទៀតអញ្ចឹងនៅសល់ប្រហែលនៅសល់ស៊ីនបាទនៅសល់ស៊ីនដកផៃនៅលើ2នេះអាហ្នឹងគឺជាចម្លើយនៃក្រោយការកាត់ជុំអញ្ចឹងពេលយើងកាត់ជុំហើយដល់ពេលយើងចង់គណនាតម្លៃរបស់វាយើងអាចគណនាបានដោយសារវាជាមុំពិសេសទេនេះជាមុំពិសេសហើយចំពោះលំហាត់ទី4វិញបងប្អូនអាចយកទៅរៀនធ្វើហើយ comment ចម្លើយវានៅក្រោមវីដេអូនេះបាន
ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ